សូមមកប្រាប់អតិថិជនភ្ញៀវទាំងអស់គ្នាតែម្ដងចាមិនមែនខ្ញុំនិយាយលើកទី1ទេគឺនិយាយច្រើនលើកមិនហើយច្រើនលើកបងប្អូនសម្រាប់ភ្ញៀវគាត់ចង់ដូរទំនិញទាំងដែលអាវ៉ាន់ហ្នឹងគឺយើងបានដាក់ទៅឲ្យគាត់ហើយណាបងប្អូនចាអញ្ចឹងបងប្អូនត្រូវតែចេញសេវាដោយខ្លួនឯងទី1បងប្អូនកំងអាវ៉ាន់ឧទាហរណ៍ថាថ្ងៃហ្នឹងមានភ្ញៀវខ្ញុំម្នាក់គាត់កំងជាមួយនឹង color ភ្នែកចាអញ្ចឹង color ភ្នែកអា6ដើម6ពណ៌របស់ខ្ញុំហ្នឹងគឺ$6ខ្ញុំព្រីដាក់បងប្អូនស្ដាប់ឲ្យតាន់អញ្ចឹងពេលអាវ៉ាន់ហ្នឹងគេដឹកទៅដល់ហើយតែគាត់មកឆាតមកប្រាប់យើងវិញថាយើងគាត់សុំដូរយកអាវ៉ាន់ផ្សេងប៉ុន្តែជាក់ស្ដែងបងប្អូនទាំងអស់គ្នាខ្ញុំបញ្ជាក់ឲ្យហើយណាគឺដោយសារតែគេបានដឹកឲ្យបងប្អូនរួចទៅហើយដល់ទីតាំងហើយបងប្អូនមិនយកអាវ៉ាន់ដោយខ្លួនឯងបងប្អូនចង់ដូរអាវ៉ាន់អញ្ចឹងបងប្អូនត្រូវតែឲ្យថ្លៃសេវាដឹកទៅឲ្យអ្នកដឹកណាបងប្អូនចាអញ្ចឹងបងប្អូនដែលគាត់ចង់ដូរត្រូវតែដូរតែអាវ៉ាន់ហ្នឹងមិនទាន់ចេញបើអាវ៉ាន់ហ្នឹងចេញហើយបងប្អូនត្រូវតែចេញសេវាម្ដងទៀតទៅចាដោយសារអីបងប្អូនអ្នកដឹកគេដឹកយកយើងហើយចាហើយសេវាហ្នឹងក៏មិនមែនមកខ្ញុំដែរគឺត្រូវតែឲ្យអ្នកដឹកចាព្រោះអីគេជិះម៉ូតូទៅបងប្អូនគេចាក់សាំងបងប្អូនគេអត់បានចាក់ទឹកទេបងប្អូនណាចាជួយយកយល់កន្លែងហ្នឹងចាទោះបីតែអាវ៉ាន់របស់ខ្ញុំព្រីដឹកក៏ដោយប៉ុន្តែខ្ញុំត្រូវតែគិតកញ្ចប់នឹងឲ្យគេណាបងប្អូនចាអញ្ចឹងបងប្អូនជួយយកយល់កន្លែងនេះបើមិនជាបងប្អូនមិនយកអាវ៉ាន់ក៏ត្រូវតែឲ្យថ្លៃសេវាគេ$2ទៅឲ្យគេដែរណាបងប្អូនណាបញ្ជាក់ឲ្យណាចាអញ្ចឹងបងប្អូនរាល់ទំនិញអាវ៉ាន់ដែលបងប្អូនកំងពីហាងរបស់ខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតបងប្អូនទាំងគ្នាបើបងប្អូនចង់ដូរភ្លាមកុំឲ្យអាវ៉ាន់ហ្នឹងចេញកញ្ចប់ទៅបើចេញកញ្ចប់ទៅអាវ៉ាន់ដល់ដៃហើយបើជាបងថាអត់យកយើងឲ្យទៅសេវាទៅឲ្យអ្នកដឹកទៅចាដល់ពេលបងប្អូនអត់យកគេគិតថ្លៃសេវាដឹកពីហាងទៅទៀតណាបងប្អូនបានន័យថាខ្ញុំជាអ្នកខាតហើយចាខ្ញុំគឺខាត100%តែម្ដងព្រោះអីបើចង់ដូរឲ្យហើយតួអាវ៉ាន់មិនទាន់ចាញ់បើសិនជាអាវ៉ាន់ចាញ់ហើយបងប្អូនដូរក៏ដូរទៅប៉ុន្តែចាញ់សេវាឲ្យអ្នកដឹកណាបងណាចាបញ្ជាក់ឲ្យបើបងចង់ដូរមិនក៏បងមិនដូរឲ្យហើយចាហេតុអីក៏បងមិនដូរឲ្យហើយទៅចាចាំអាវ៉ាន់គេដឹកដល់បងឲ្យបានបងដូរចាអត់ទេណាបងប្អូនតែអាវ៉ាន់ខ្ញុំចេញទៅហើយចាបងប្អូនឲ្យថ្លៃអ្នកដឹកទៅខ្ញុំមិនបានយកទេអាវ៉ាន់បងប្អូនដែលមិនយកហ្នឹងក៏អត់អីដែរតែឲ្យសេវាអ្នកដឹកកុំឲ្យគេកាត់សេវាដឹកពីខាងខ្ញុំទៅទៀតបានន័យថាបងមិនយកឲ្យខាតទាំងអាវ៉ាន់ខាតទាំងអាវ៉ាន់ខ្ញុំហើយខាតទាំងថងហើយចាខាតគ្រប់យ៉ាងពេកទៅគឺវត្តកើតទេចាសេវាអ្នកដឹកគឺ$2ណាបងណាចាអញ្ចឹងសូមជម្រាបបងប្អូនទាំងអស់គ្នាមកទាំងអស់គ្នាឲ្យជ្រាបជាដំណឹងចាដោយសារតែគេអ្នកដឹកគាត់អត់មានចាក់ទឹកទេគាត់ចាក់ប្រេងគាត់ចាក់សាំងណាបងប្អូនសូមយកយល់កន្លែងហ្នឹងណាបងណាអាវ៉ាន់ដែលបងមិនយកពីហាងខ្ញុំអត់បញ្ហាសុខចិត្តខាតថងសុខចិត្តខាតពេលវេលាបុគ្គលិករបស់ខ្ញុំក៏អត់បញ្ហាតែត្រូវឲ្យសេវាទៅអ្នកដឹកណាបញ្ជាក់ឲ្យបងប្អូនទាំងអស់គ្នាណាបើមិនចង់ខាតសេវាដឹកមុននឹងចង់ដូរអាវ៉ាន់ដូរឲ្យកុំឲ្យអាវ៉ាន់នឹងចេញតន់ចាអរគុណច្រើនបងប្អូនណាអញ្ចឹងកន្លែងនេះខ្ញុំបញ្ជាក់តែខ្ញុំនិយាយច្រើនដងណាបងប្អូនណា